ប្រៃមិត្តបងប្អូននេះបងប្អូនហើយបិចហើយខ្ចប់ហើយក៏មានស្ងោមានចំហុយចំហុយនោះគឺសំចេកបងប្អូនហើយសំនេះសំជ្រូកស្ងោខាងក្រោមហើយដោយសារទឹកវាអត់ដល់អញ្ចឹងទៅនៅសល់សំចេកមួយចំនួនដាក់ចំហុយវាទៅលើអញ្ចឹងទៅឥឡូវប្រហែល6ម៉ោង7ម៉ោងបងប្អូនស្ងោហើយអូយនិយាយថាពីឆ្ងាញ់ប៉ុន្តែម្ដងនេះខ្ញុំធ្វើស្នូលរាងសាបបន្តិចព្រោះអីមានបងប្អូនខ្លះដែលគាត់កំងយកទៅហ្នឹងគាត់យកទៅបំពងឬក៏ឆ្អើរអីចឹងទៅហើយគាត់ហូបជាមួយទឹកជ្រលក់ហើយអញ្ចឹងយើងធ្វើសាបបន្តិចប៉ុណ្ណឹងល្មមយកទៅធ្វើទឹកជ្រលក់ណាប៉ុន្តែសម្រាប់យើងញ៉ាំធម្មតាអញ្ចឹងវារាងសាបបន្តិចហ្នឹងហើយបើខ្ញុំធ្វើមុនខ្ញុំធ្វើល្មមហ្មងយកញ៉ាំធម្មតាបើយកទំពងយកទៅអីបន្តិចវាមិនប្រៃទេប៉ុន្តែគាត់ថាយកទៅបំពងយកទៅឆ្អើរអីទៀតហ្នឹងធ្វើទឹកជ្រលក់អាហ្នឹងវារៀងវាមិនប្រៃទេប៉ុន្តែគាត់ថាវាជាតិវាដិតណារសជាតិវាដិតប៉ុន្តែនេះសាបប៉ុណ្ណឹងមកធ្វើទឹកជ្រលក់ទឹកត្រីហើយជីអាណានឹងមកបងប្អូនអើយពុកខ្ញុំគាត់បកែណាស់បកែធ្វើសំឆ្អើរនឹងហើយចាឆ្អើរស្រួយខ្ញោកហ្មងអត់បាច់បំពងឲ្យមានជាតិខ្លាញ់ស្អីទៀតទេអាហ្នឹងវាឈឺកបើពុកខ្ញុំគាត់យកទៅអាំងនឹងស្រួយខ្ញោកហើយបាយក្តាំងហើយគាត់ធ្វើទឹកជ្រលក់ជាពិសេសគាត់ធ្វើទឹកជ្រលក់ធ្វើឆ្ងាញ់ហ្មងម្ទេសមកហើយស្លឹកជីអាណាមកហើយអូអាកូនម្ទេសអាចសាត់ហ៎បងប្អូនបញ្ចូលសលេងមិនដែរលេបទឹកមាត់បណ្ដាអូយឆ្ងាញ់មែនហើយបងប្អូនមើលបកគ្មានជាប់សម្បកទេប៉ុន្តែសារស្លឹកចេកនឹងវាស្ដើងមកខ្ញុំបងប្អូនមើលសំខ្ញុំឡើងតឹងណែនក្តាន់ខ្ញុំធ្លាប់ឃើញសំរបស់គេអត់មានណែនអញ្ចឹងទេបងប្អូនដោយសារអីដោយសារគេខ្ចប់ទៅគេខ្ចប់អញ្ចឹងទៅបងប្អូនមើលសំរបស់ខ្ញុំមើលឃើញទេណែនហ្មងមិនថាស្នូលមិនថាអង្គទេអង្គរលាយចូលគ្នាជាមួយនឹងស្នូលហើយគឺថាណែនក្តាប់តែម្ដងខំមួយម៉ាត់ហ្នឹងបងប្អូនម្ដង